បាទខ្ញុំបញ្ជាក់ពីការប្រើប្រាស់របស់យើងអញ្ចឹង controller របស់យើងនេះយើងអាចបញ្ជាដោយដៃធម្មតាក៏បានយើងអាចបញ្ជាឲ្យវាស្រោចអូតូម៉ាទិកដោយដាក់ម៉ោងកំណត់ក៏បានអញ្ចឹងបើសិនយើងចង់បញ្ជាដោយដៃយើងដំបូងចុចកន្លែងឲ្យជាប់បាទអញ្ចឹងយើងយកប្រភេទបញ្ជាយើងចុចពីលើនេះមកអញ្ចឹងយើងអាចជ្រើសបញ្ជាដោយដៃចុចទៅវាមួយបាទពេលវាជាប់ចឹងហើយយើងចុចអំបិលវាមករហូតដល់យល់ព្រមចុចយល់ព្រមអញ្ចឹងយើងអាចចេញត្រឡប់ទៅវិញដោយចុចកន្លែងនេះអញ្ចឹងយើងឃើញអក្សរកន្លែងនេះអក្សរ M មានន័យថាយើងបញ្ជាដោយដៃអញ្ចឹងបើសិនជាចង់បញ្ជាដោយដៃយើងចុចកន្លែងនេះមួយអញ្ចឹងយើងមានកន្លែងទៅបញ្ជា4ប៉ុន្តែក្នុងករណីនេះយើងបញ្ជាតែរ៉េទី1ទេអញ្ចឹងយើងប្រើកន្លែងនេះដើម្បីបង្វិលអញ្ចឹងបើសិនយើងចង់បើកក៏ដាក់ពីលើវាចុចហើយនៅពេលដែលយើងចង់ឈប់មានតែយើងឈប់ស្រោចយើងដាក់ឲ្យចំលើវាចុចវិញអញ្ចឹងគឺវាបិទអញ្ចឹងយើងស្រេទៅអត់មានឃើញអីទេទី2បើសិនបើយើងចង់បញ្ជាវាដោយស្វ័យប្រវត្តិមានន័យថាយើងអត់ត្រូវការបិទបើកដោយដៃទេដល់ម៉ោងវាស្រោចអញ្ចឹងយើងចុចកន្លែងហ្នឹងឲ្យជាប់ដូចគ្នាហើយយើងយកប្រភេទបញ្ជានេះចុចប៊ូតុងពីលើយើងស្រេវាមកយកបញ្ជាដោយស្វ័យប្រវត្តិតមកទៀតចុចពាក្យយល់ព្រមអញ្ចឹងបន្ទាប់ពីហ្នឹងកន្លែងនេះយើងអាចកំណត់ប៉ារ៉ាម៉ែត្របញ្ជាបាទចុចពីលើវាអញ្ចឹងយើងរើស relay ទី1ពីព្រោះយើងប្រើជើងទី1ដើម្បីបញ្ជាអញ្ចឹងយើងអាចដាក់បាន4ដងក្នុងមួយថ្ងៃដើម្បីបិទបើកអញ្ចឹងលើកទី1លើកទី2យើងចុចទៅមុខទៅគឺលើកទី3និងលើកទី4បាទអញ្ចឹងឥឡូវខ្ញុំសន្មតថាយើងស្រោចមួយថ្ងៃតែម្ដងទេបាទអញ្ចឹងខ្ញុំត្រឡប់ទៅវិញអូខេអញ្ចឹងដល់កន្លែងនេះខ្ញុំកំណត់ខ្ញុំចុចទៅលើវាថាខ្ញុំស្រោចម៉ោង8ព្រឹកបាទ8ព្រឹកចុចលើវា8:00ខ្ញុំស្រោច15នាទីខ្ញុំវល់វាទៅអូខេបាទមុនខ្ញុំថាស្រោចម្ដងតែបើយើងចង់ស្រោច2ដងខ្ញុំដាក់ស្រោចល្ងាចម្ដងទៀតខ្ញុំចុចទៅវាខ្ញុំស្រោចម៉ោង6ល្ងាចម៉ោង18ចុចទៅវាមួយ18តាកន្លះម៉ោង6កន្លះ6កន្លះ6:30យើងវិលដល់លេខ30បាទស្រោចរយៈពេល15នាទីដែរបាទអញ្ចឹងយើងចុចទៅមុខហើយយើងចុចយល់ព្រមជាការស្រេចអញ្ចឹងពេលយើងត្រឡប់មកវិញចាំមកយើងចុចកន្លែងនេះមួយមកបាទអញ្ចឹងនៅរ៉េទី1យើងឃើញថាស្រោចម៉ោង8ព្រឹក15នាទីនិងស្រោចម៉ោង16:30ម៉ោង4កន្លះ15នាទីបាទទី3ទី4យើងវល់វាមកគឺអត់មានដាក់ទេអញ្ចឹងថាយើងមួយថ្ងៃស្រោចតែ2ដងម៉ោង8ព្រឹក15នាទីម៉ោង4កន្លះ15នាទី